លោកពុំអ្នកនេះគឺជាជើងចាស់ម្នាក់ដែលគាត់មានលក់ងារស្រស់ទឹកដូងមានទាំងគ្រឿងបំពងគ្រឿងអាំងគាត់លក់មកយូរហើយពុកម៉ែបងប្អូនគឺជាង10ឆ្នាំហើយគាត់មានម៉ួយច្រើនណាហើយគាត់មានលក់អាហារសម្រន់សម្បូរបែបមានដូចជាពងមាន់អាំងស្លាប់មាន់អាំងសាច់គោអាំងជើងមាន់អាំងអីចឹងណាបើនិយាយពីគ្រឿងបំពងវិញអូតំណងពុកម៉ែបងប្អូនមានតាំងពីប្រហិតបំពងស្លាប់មាន់បំពងកង្កែបបំពងនិងផ្សិតបំពងនេះគឺគាត់បំពងឡើងស្រួយល្អមែនតើបើងាវនឹងពងទាកូនវិញគឺគាត់ដាក់ស្ងោរជាមួយនឹងទឹកដូងមកញ៉ាំទៅគឺមានជាតិចំពោះតម្លៃវិញគឺគាត់លក់ធូរដែរតែមួយចានណាចង់ញ៉ាំប្រភេទងាវអប់ក៏បានដែរគាត់អប់ឲ្យទៀតអូតំណងពុកម៉ែបងប្អូនញ៉ាំបាយអស់ពីរចានអត់ដឹងខ្លួនទេញ៉ាំគ្រឿងអាំងគ្រឿងបំពងដាក់ទឹកជ្រលក់ដាក់ម្ទេសខ្ទឹមមករៀងហល់តិចមកអូជាតិណាស់ពុកម៉ែបងប្អូនហើយបានអីចាក់ដូចជា Gainsbourg មកអូអែមម្ហូបឆ្ងាញ់បែបហ្នឹងមានតែគាត់ចាក់ទៀតដឹងតែនឹកឃើញ Gainsbourg ហ្មងអូអែមពុកម៉ែបងប្អូនឆ្ងាញ់លើសពីស្រាបៀរធម្មតាហ្មងណាប៉ុន្តែសូមពិសាដោយមានទំនួលខុសត្រូវពេលស្រវឹងសូមកុំបើកបរដូច្នេះសម្រាប់ពុកម៉ែបងប្អូនចង់ញ៉ាំអាហារបែប street food ដែលខ្ញុំបានបង្ហាញចឹងណាគឺអាចទៅរកទីតាំងគាត់បានតែគាត់មានទីតាំងនៅលើផ្លូវ184ចិត្ត stop ស៊ីសវត្តនឹងឯងហើយចំពោះម៉ោងបើកវិញគឺបើកចាប់ពីម៉ោង3រសៀលរហូតដល់យប់កន្លែងគាត់នឹងមានម្ហូបអាហារសម្បូរបែបខ្ញុំថតអត់អស់ហើយណាពុកម៉ែបងប្អូនមានតាំងពីសង្វាក់អាំងខួរចំហុយប្រហិតអប់ឯហ្នឹងក៏មានដែរចំពោះហាងគាត់វិញគឺមានឈ្មោះថាសាច់អាំងមានលៀបហើយវីដេអូបងប្អូនគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតមកដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ